ប្រតិបត្តិព័ត៌មាននិងជាកកម្ពស់ទឹកក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថាកម្ពស់ទឹកពិនិត្យឃើញនៅថ្ងៃទី12ខែឧសភាឆ្នាំ2025វេលាម៉ោង 7 ព្រឹកតាមបណ្ដាស្ថានីយជលសាស្ត្រទន្លេមេគង្គស្ទឹងត្រែងថ្ងៃនេះទឹកមានកម្ពស់ 2.91 សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ 1 សង់ទីម៉ែត្រទន្លេមេគង្គក្រចេះថ្ងៃនេះទឹកមានកម្ពស់ 7.80 សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ 21 សង់ទីម៉ែត្រទន្លេមេគង្គកំពង់ចាមថ្ងៃនេះទឹកមានកម្ពស់ 2.84 សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ 4 សង់ទីម៉ែត្រទន្លេបាសាក់ចតុមុខថ្ងៃនេះទឹកមានកម្ពស់ 1.67 សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ 3 សង់ទីម៉ែត្រទន្លេមេគង្គអ្នកលឿងថ្ងៃនេះទឹកមានកម្ពស់ 1 ម៉ែត្រ 1 សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ 2 សង់ទីម៉ែត្រទន្លេបាសាក់កោះខែលថ្ងៃនេះទឹកមានកម្ពស់ 1 ម៉ែត្រ 70 សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ 9 សង់ទីម៉ែត្រទន្លេសាបព្រៃក្តាមថ្ងៃនេះទឹកមានកម្ពស់ 1 ម៉ែត្រ 5 សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ 2 សង់ទីម៉ែត្របឹងទន្លេសាបកំពង់ហ្លួងថ្ងៃនេះទឹកមានកម្ពស់ 69 សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ 1 សង់ទីម៉ែត្រស្ថានភាពទឹកទន្លេស្ថានីយជលសាស្ត្រទន្លេមេគង្គទន្លេសាបនិងទន្លេបាសាក់ទឹកបាននឹងកំពុងឡើងនិងស្រកបន្តិចបន្តួចសូមអរគុណ